ការឈប់ចុកបារីអាចនាំមកផលប៉ះពាល់ច្រើនដោយមានទាំងអវិជ្ជមានក្នុងដំបូងនិងអវិជ្ជមានក្នុងរយៈពេលខ្លីយ៉ាងណាមិញការឈប់ចុកបារីអាចជួយឲ្យសុខភាពនិងជីវិតប្រសើរជាងមុនខ្លាំង1ផលប៉ះពាល់ល្អសុវត្ថិភាពសុខភាពបន្ទាប់ពី20នាទីសម្ពាធឈាមនិងចង្វាក់បេះដូងស្ទើរទៅជាធម្មតាបន្ទាប់ពី8ម៉ោងការប្រមូលខ្លាញ់ឈាមខបន្ថយហើយអុកស៊ីសែនក្នុងឈាមកើនឡើងបន្ទាប់ពី48ម៉ោងនីកូទីនក្នុងរាងកាយស្ទុះចេញហើយអារម្មណ៍រសជាតិនិងក្លិនប្រសើរឡើងវិញបន្ទាប់ពី1ខែប្រព័ន្ធដង្ហើមដំណើរការល្អការសកលលួយស៊ូតចាប់ផ្ដើមជាសះស្បើយបន្ទាប់ពី1ឆ្នាំជំងឺបេះដូងបន្ថយ50បន្ទាប់ពី5-10ឆ្នាំហានិភ័យមហារីកនិងស្ទ្រូកបន្ថយច្រើនការលីលំភ្លើដង្ហើមការបកស្អាតរលុងកាន់តែប្រសើរមិនអស់កម្លាំងកំឡុងការធ្វើការងារការមិនឈឺឆ្លងភ្លើដង្ហើមក្រសួងសម្រស់ស្បែកភ្លឺថ្លាធ្មេញលឿងคล้ายទៅជាមិនមានក្លិនបារីនៅលើខោអាវប្រាក់សន្សំមិនចំណាយលុយលើបារីទៀតអាចប្រើប្រាស់ប្រាក់សន្សំសម្រាប់អ្វីដែលមានតម្លៃជាងនេះប៉ះពាល់ល្អលើគ្រួសារមិនប៉ះពាល់ដល់កូននិងគ្រួសារសុខភាពសមាជិកគ្រួសារបានការពារធ្វើឲ្យបរិយាកាសក្នុងផ្ទះស្រស់ស្រាយជាងមុន2ផលប៉ះពាល់អវិជ្ជមានក្នុងដំបូង withdrawal symptoms ឈឺក្បាលនិងខុសឆ្គងរាងកាយស្រពិតស្រពិលដោយសារកង្វះនីកូទីនសម្ពាធឈាមអាចមានការក្រោនអារម្មណ៍ខឹងសម្បារនិងអស់សំណើចមានអារម្មណ៍អន្តែតអន្ទងនិងអាចធ្វើឲ្យខឹងងាយអារម្មណ៍ស្រពិតស្រពិលឃ្លានច្រើននិងខ្ជិលចិត្តមនុស្សជាច្រើនងាយពុះព្រលឹងចង់ស៊ីអាហារបន្ថែមខាងស្លាបព្រាជំងឺធ្លាក់ទឹកចិត្តបណ្ដោះអាសន្នសង្រេងបារីនិងមានអារម្មណ៍ស្ទើរតែបាត់បង់អ្វីមួយ3តើត្រូវធ្វើដូចម្តេចដើម្បីបន្ថយផលប៉ះពាល់អវិជ្ជមានហាត់ប្រាណដើម្បីបង្កើនអុកស៊ីសែននិងបន្ថយអារម្មណ៍ស្រពិតស្រពិលញ៉ាំអាហារដែលមានប្រយោជន៍ដើម្បីជៀសវាងការពុះព្រលឹងកំណត់គោលដៅហើយតាមដានភាពជោគជ័យរបស់ខ្លួនផឹកទឹកច្រើនដើម្បីជួយដឹកនាំនីកូទីនចេញពីរាងកាយស្វែងរកការគាំទ្រពីមិត្តភក្តិអ្នកឈប់ចុកដូចគ្នាសន្និដ្ឋានការឈប់ចុកបារីមិនងាយនោះទេតែវាគឺជាជម្រើសល្អបំផុតសម្រាប់សុខភាពនិងជីវិតជាសំណាងល្អផលប៉ះពាល់អវិជ្ជមានគឺបណ្ដោះអាសន្នខណៈដែលអត្ថប្រយោជន៍វែងនិងអស្ចារ្យ